នៅក្នុងរជ្ជកាលយេស៊ុនមនុស្សស្រីគឺមានសិទ្ធិលើមនុស្សប្រុសមនុស្សស្រីគឺជាអ្នកកាត់កាប់គ្រួសារធ្វើជាមេគ្រួសារចំណែកឯមនុស្សប្រុសគ្រាន់តែនៅផ្ទះដើម្បីមើលថែកូនតែប៉ុណ្ណោះហើយនៅក្នុងនោះក៏មានគ្រួសារធំមួយដែលមានឈ្មោះថាគ្រួសារភ័យដែលគ្រួសារនេះគឺល្បីខ្លាំងមែនទែនដោយសារតែគ្រួសារហ្នឹងគឺគាត់ចេះផលិតជាមួយនឹងទឹកអាប់ហើយមានពាក្យចចាមអារាមបាននិយាយថាគ្រួសារភ័យនេះគឺមានជាមួយនឹងសៀវភៅមួយក្បាលដែលសរសេរអំពីរូបមន្តដើម្បីផលិតទឹកអាប់និងមានមនុស្សច្រើនខ្លាំងមែនទែនដែលចង់បានជាមួយនឹងសៀវភៅនឹងប៉ុន្តែគ្មានអ្នកណាបានជោគជ័យជាមួយនឹងការចង់បានសៀវភៅនឹងឡើយហើយរឿងក៏គេបានកាត់ទៅដល់ក្មេងស្រីម្នាក់ដែលត្រូវបានគេចាប់បានហើយគេបាននិយាយថានាងពិតជាប្រហែលខ្លាំងណាស់ដែលនាងហ៊ានចូលទៅលួចរបស់នៅផ្ទះរបស់ម្ចាស់យើងហើយក្មេងស្រីម្នាក់ហ្នឹងក៏បានយ៉ាងវល់ទៅកាន់អ្នកដែលចាប់នាងមកថាសុំទោសជីវិតឲ្យនាងផងឲ្យនាងសុំទោសដែលនាងមានភ្នែកតែមិនដឹងថាម៉េចខ្ពស់ខ្លាំងប៉ុណ្ណាសុំគេដល់លែងនាងទៅហើយអ្នកដែលចាប់នាងមកហ្នឹងក៏បាននិយាយថាបើនាងចង់រួចខ្លួនណានាងត្រូវតែធ្វើរឿងមួយឲ្យគេគឺនាងត្រូវតែចូលទៅក្នុងគ្រួសារភ័យដើម្បីលួចសៀវភៅរូបមន្តផលិតទឹកអាប់យកមកឲ្យគេនោះគេនឹងដល់លែងនាងហើយខ្ញុំភ្លេចប្រាប់អ្នកទាំងគ្នាម្នាក់ស្រីនេះគឺជាតួឯកស្រីនៅក្នុងសាច់រឿងរបស់យើងហ្នឹងហើយដែលនាងមានឈ្មោះថាសុងសុយយ៉ាវហើយខ្ញុំសូមហៅគាត់ថាយ៉ាវយ៉ាវអញ្ចឹងណាអ្នកទាំងគ្នាស្រាប់តែពេលនោះក៏បានលើសម្លេងបងប្អូនរបស់នាងស្រីយំហើយក៏មានបរិមម្នាក់ទៀតនឹងបាននិយាយថាយើងទុកពេលឲ្យនាងត្រឹមតែ7ថ្ងៃប៉ុណ្ណោះដើម្បីទៅយកសៀវភៅនោះមកឲ្យយើងបើមិនអញ្ចឹងទេនាងចាំត្រៀមទទួលសាកសពបងប្អូនរបស់នាងឲ្យហើយទៅស្រាប់តែពេលយប់ឡើងក៏មានលើសម្លេងឈូសឆាយផ្អើលហើយនិយាយថាចាប់ចោលដេញចាប់ចោលគឺមានចោលចូលទៅក្នុងភូមិគ្រឹះភ័យហើយចោលនោះគឺគ្មានអ្នកណាក្រៅពីកញ្ញាយ៉ាយ៉ារបស់យើងទេអ្នកទាំងអស់គ្នាហើយគាត់ក៏បានរត់មកដល់បន្ទប់មួយហើយគាត់ក៏សម្រេចចិត្តចូលទៅក្នុងបន្ទប់នឹងដើម្បីពួនពីអ្នកដេញចាប់គាត់នឹងហើយតាមសកម្មភាពនឹងយើងបានដឹងហើយថាកញ្ញាយ៉ាយ៉ានេះគឺគាត់បានចូលមកលួចសៀវភៅរូបមន្តផលិតទឹកអាប់របស់គ្រួសារភ័យបានហើយអ្នកទាំងគ្នាហើយគាត់ក៏បានយកវាទៅលាក់នៅក្រោមតុមួយហើយកញ្ញាយ៉ាយ៉ារបស់យើងនឹងគឺគាត់បានងាកទៅឃើញជាមួយនឹងអាងទឹកមួយតែយើងមិនទាន់ដឹងទេថាគាត់ចង់ធ្វើអីអ្នកទាំងគ្នាហើយសាររឿងគឺគេបានកាត់ម្ដងបរិមម្នាក់ដែលគាត់នឹងកំពុងតែរាយការណ៍ទៅប្រាប់មនុស្សស្រីម្នាក់ថាគឺមានចៅបានចូលមកលួចសៀវភៅរូបមន្តផលិតទឹកអាប់របស់គ្រួសារភ័យហើយម្នាក់ស្រីនេះគឺមានឈ្មោះថាភ័យសៀននីងដែលភ័យសៀននីងនេះគឺជាអ្នកគ្រប់គ្រងគ្រួសារភ័យអ្នកទាំងគ្នាដូចខ្ញុំប្រាប់ពីដើមរឿងអញ្ចឹងគឺសម័យនឹងគឺគេយកមនុស្សស្រីធំជាងមនុស្សហើយកញ្ញាសៀននីងនឹងក៏បានសួរទៅកាន់ម្នាក់ប្រុសនឹងថាតើឯងបានរកគ្រប់កន្លែងហើយនៅម្នាក់ប្រុសនឹងក៏បាននិយាយថាគាត់បានរកគ្រប់កន្លែងហើយលើកលែងតែកន្លែងមួយម្នាក់ប្រុសនេះក៏មានឈ្មោះថាហ្វឹងលូសឹងអ្នកគ្នាខ្ញុំសូមហៅគាត់ថាអ្នកប្រុសហ្វឹងហ្មងទៅហើយកញ្ញាសៀននីងនឹងក៏បាននិយាយថាកន្លែងដែលឯងនិយាយថាមិនតបានទៅរកនឹងគឺជាសំណាក់របស់អ្នកប្រុសទី2មែនដែរឬអត់សាររឿងគឺគេបានកាត់ទៅដល់មនុស្សស្រីចំណាម្នាក់ដែលគាត់នឹងកំពុងតែនិយាយថាសៀវភៅបញ្ជីរូបមន្តផលិតទឹកអាប់របស់គ្រួសារភ័យគឺជាសៀវភៅដែលមានតម្លៃបំផុតប្រចាំតកូលរបស់យើងឥឡូវក៏ស្រាប់តែមានចៅចូលមកលួចវាយកទៅបាត់តែយើងមានមុខឯណាទៅជួបដូនតាយើងនៅឋានក្រោមនោះហើយស្ត្រីដែលបាននិយាយអំបញ្ញមិញនេះគឺគាត់គឺជារូបស្រីធំនៅក្នុងគ្រួសារភ័យហើយបរិយាដែលកំពុងតែនិយាយជាមួយគាត់នេះគាត់គឺជាកូនប្រុសរបស់រូបស្រីធំនឹងដែលមានឈ្មោះថាភ័យឈីងសានភ្លាមនោះកញ្ញាសៀននីងនឹងក៏បានដើរចូលមកហើយយកតែផឹកធ្វើមិនដឹងអ្នកនរគ្នាហើយគាត់ក៏បាននិយាយទៅកាន់ម្ដាយរបស់គាត់ថាអ្នកម៉ែកំសើភ័យពេកកំថាឡាយតែចោលតូចម្នាក់សំបីតែសម័យមួយក្បាលក៏មិនអាចរត់គេចពីកណ្ដាប់ដៃរបស់ខ្ញុំបានដែរហើយលោកស្រីធំនឹងក៏បាននិយាយថាតើឯងបានញ៉ាំស្រាមែនដែរឬអត់ហើយលោកស្រីធំក៏បានបន្តទៀតថាឯងមើលចោលគ្រាន់តែឯងឡើងគ្រប់គ្រងគ្រួសារភ័យរយៈពេល1ខែជាងមុននេះឯងមើលរឿងដែលឯងបានបង្កចោលសំបីតែសៀវភៅប្រចាំគ្រួសាររបស់យើងក៏បានបាត់ដែរឯងឆាប់យកត្រាប្រចាំគ្រួសារភ័យយកមកឲ្យយើងឥឡូវនេះសេរឿងគឺកាន់បដកញ្ញាយ៉ាយ៉ារបស់យើងវិញគឺគាត់បានសម្រេចចិត្តចូលទៅពួននៅក្នុងអាងទឹកហ្នឹងឯងអ្នកគ្នាប៉ុន្តែពេលដែលគាត់ពួនហ្នឹងគឺមានដៃមួយហ្នឹងបានចាប់បាយកគាត់ហើយរុញគាត់ហ្នឹងឡើងមកខាងលើវិញស្រាប់ពេលនោះកញ្ញាសៀននីងក៏បាននាំមនុស្សជាច្រើនដើម្បីមកឆែកឆេរបន្ទប់របស់តូប្រុសខ្លាចមានចោលនៅក្នុងហ្នឹងឯងចឹងណាតាគ្នាតែលោកភ័យជីងសាននេះក៏បានខ្វល់ហើយនិយាយថានេះគឺជាបន្ទប់របស់កូនប្រុសគាត់ចាំគាត់អ្នកទៅឆែកមុនមើលថាមានអីការដាក់ចំពោះកូនប្រុសរបស់គាត់ឬអត់ពេលដែលគាត់បានចូលទៅមុខបន្ទប់កូនប្រុសរបស់គាត់ហ្នឹងក៏គាត់បាននិយាយថាហឹងអើយថាឯងមានជួបចោលឬមកក៏ឯងមានអីខុសប្រក្រតីឬអត់យើងគ្រាន់តែមកឆែកសុខភាពឯងតែប៉ុណ្ណោះតែតូប្រុសរបស់យើងគឺគាត់មានឈ្មោះថាភ័យជីងហឹងអ្នកនរគ្នាហើយគាត់ក៏បានប្រាប់ប្រកាន់ឪពុករបស់គាត់ថាអត់មានអីខុសប្រក្រតីហើយក៏គ្មានចោលអីនៅទីកន្លែងរបស់គាត់ដែរសូមពុករបស់គាត់កុំបារម្ភអីហើយពុករបស់តូប្រុសហ្នឹងក៏បានប្រាប់បងស្រីរបស់គាត់ថាហឹងអើថានៅទីនេះគឺគ្មានអីនោះទេសូមអ្នកនរគ្នាប្របែកជួលចោលទីនេះគឺមានសុវត្ថិភាពហើយប៉ុន្តែមកមុខកញ្ញាសៀននីងរបស់យើងវិញអ្នកនរគ្នាគឺថាមិនជឿសូម្បីតែបន្តិចហ្មងអ្នកទាំងអស់គ្នាចំណែកពីអ្នកតួឯករបស់យើងវិញអ្នកនរគ្នាគឺកំពុងតែបតែបតប់គ្នាចោលឡើងនឹងក៏បានធ្វើឲ្យក្តារមួយដួលដល់ពេលចង្ហាកញ្ញាសននីងរបស់យើងនឹងគឺបានប្រើឲ្យគេនឹងសម្រុកចូលមកក្នុងនឹងតែម្ដងហើយក៏បានត្រឹមមួយជើងរបស់តួប្រុសហើយក៏បានខ្ទាតចេញមកក្រៅបកាច់នៅនឹងកន្លែងដែលគ្មានឱកាសដើរទៅបកាច់នៅកន្លែងផ្សេងនោះទេអ្នកទាំងគ្នាហើយកញ្ញាសននីងរបស់យើងគឺថាក្តៅចិត្តខឹងខ្លាំងមែនតើក៏បានដើរសម្រុកចូលទៅកាន់បន្ទប់របស់តួប្រុសហើយតួប្រុសក៏បានសួរថាតើអ្នកមីងនៅតែមកទីនេះដើម្បីអីខ្ញុំប្រាប់ឲ្យថាទីនេះគឺខ្ញុំគ្មានបានឃើញអីទេហេតុអីក៏អ្នកមីងរឹងខ្វល់ម្លេះអានឹងអេដមីនបន្ថែមឲ្យអ្នកនរគ្នាហ
ហើយអ្នកវិញគេនឹងក៏បានឆ្លើយថាគាត់គ្រាន់តែចង់មកឆែកសុវត្ថិភាពដើម្បីឲ្យអ្នកប្រុសទី2នឹងមានសុវត្ថិភាពតែប៉ុណ្ណោះហើយទូប្រុសនឹងក៏បាននិយាយថាបើអ្នកមិនជឿទេអាចឆែកនៅក្នុងបន្ទប់គេបានគេគឺពិតជាមានសុវត្ថិភាពល្អណាស់ហើយឪពុករបស់ទូប្រុសនឹងក៏បាននិយាយថាមិនអីទេហឹងយើងគ្រាន់តែមកឆែកសុវត្ថិភាពដើម្បីឯងតែប៉ុណ្ណោះចឹងហើយបើឯងមានសុវត្ថិភាពហើយពួកយើងបំបែកគ្នាត្រឹមនឹងទៅហើយពួកគេក៏បាននាំគ្នាចាក់ចេញអស់ទៅនៅពេលដែលគេចាក់ចេញអស់ទៅនឹងកញ្ញាចាងរបស់យើងនឹងគឺគាត់បានងើបចេញមកពីទឹកក៏ជល់មុខជាមួយនឹងទូប្រុសដូចថាទូប្រុសចឹងណាតើគ្នាហើយសេដូចគឺកាន់មកដល់ឈុតកញ្ញាចាងរបស់យើងនឹងគឺត្រូវបានទូប្រុសចាប់ចងឯអ្នកគ្នាហើយគាត់ក៏បានសួរថាតើណាគេជាអ្នកបញ្ជូននាងមកទីនេះហើយទូស្រីក៏ភ័យខ្លាចមែនតើហើយគាត់បានកើតក្នុងចិត្តថាមិនអាចប្រាប់គេអំពីរឿងដែលនាងមកលួចសភៅនឹងបានទេហើយនាងក៏និយាយថានាងគ្រាន់តែចូលមកលួចយកនំចំណីដើម្បីញ៉ាំបន្តិចតែប៉ុណ្ណោះហើយទូប្រុសក៏បានទៅយកដាវហើយដកនៅមុខទូស្រីហើយបាននិយាយថានាងកុំព្យាយាមសាកការអត់ធ្មត់របស់គេអីគេមិនអាចអត់ធ្មត់បានយូរនោះទេដាវរបស់គេគឺគ្មានភ្នែកនោះឡើយហើយទូស្រីក៏បានសុំទោសទៅកាន់គេថានាងសុខចិត្តធ្វើជាអ្នកបម្រើរបស់គេនាងពិតជាមិនមានណាគេបញ្ជូនមកមែននាងគ្រាន់តែមកលួចនំចំណីញ៉ាំបន្តិចតែប៉ុណ្ណោះហើយពេលហ្នឹងទូប្រុសក៏បានកើតក្នុងចិត្តថានាងគឺពិតជាមិនដូចនឹងឃាតករដែលមីងរបស់គេបញ្ជូនមកមុនទេព្រោះថានាងគឺមកដោយគ្មានអាវុធនោះទេហើយការប្រយុទ្ធរបស់នាងគឺនៅខ្សោយខ្លាំងមែនតើប៉ុន្តែក៏នឹងຕົកនាងក្បែរខ្លួនដើម្បីស៊ើបថានាងមកទីនេះដើម្បីចង់បានអីឯប្រកាស